គារ$25,000មិនទាន់សម្រេចទីវតារារិទ្ធដាក់ផែនការថ្មីមុនចងក្រងសៀវភៅនិងផលិតភាពយន្តខ្លីលោកទីវតារារិទ្ធដែលគ្រប់គ្នាស្គាល់ថាកំពុងអ្នកជិះកង់ផ្សងព្រេងដល់កម្ររបស់កម្ពុជាដើម្បីស្វែងរកមូលនិធិជួយកុមារកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាពកាលពីយប់ថ្ងៃទី22ខែមិថុនាឆ្នាំ2026នៅអាកាសយានដ្ឋានអន្តរជាតិតេជោបន្ទាប់ពីលោកចំណាយពេល2ឆ្នាំដើម្បីបំពេញបេសកកម្មជិះកង់ឆ្លងទ្វីបដើម្បីកុមារកម្ពុជាស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិតេជោលោកទីវតារារិទ្ធបានឲ្យដឹងថាលោកបានចាប់ផ្ដើមបេសកកម្មជិះកង់ឆ្លងទ្វីបដើម្បីកុមារកម្ពុជាកាលពីថ្ងៃទី6ខែមិថុនាឆ្នាំ2024ដោយបានធ្វើដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបហើយឆ្លងកាត់ប្រទេសនៅទ្វីបអាស៊ីទ្វីបអឺរ៉ុបនិងទ្វីបអាហ្វ្រិកខាងត្បូងចំនួន40ប្រទេសលើចម្ងាយផ្លូវ57,000គីឡូម៉ែត្រក្នុងរយៈពេល2ឆ្នាំគត់ប្រាប់ចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុកលោកទីវតារារិទ្ធថាលោកពិតជាសប្បាយចិត្តពេលបានមកដល់កម្ពុជាវិញហើយលោកពិតជាពិបាកពណ៌នាថាតើត្រូវនិយាយបែបណាប៉ុន្តែអ្វីដែលអាចនិយាយបានគឺលោកពិតជានឹកផ្ទះខ្លាំងណាស់អ្នកជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជារូបនេះបន្តថាលោកបានជួបរឿងមិនគួរឲ្យជឿជាច្រើនណាស់ក្នុងដំណើរផ្សងព្រេងលើចម្ងាយផ្លូវ76,000គីឡូម៉ែត្រនេះនិងបានជួបមនុស្សជាច្រើនពេលធ្វើដំណើរឆ្លងកាត់ប្រទេសនីមួយៗរៀបរាប់ដោយក្តីនឹករលឹកទីវតារារិទ្ធថាលោកចាប់ផ្ដើមនឹកផ្លូវទាំងនោះបន្តិចម្ដងហើយប្រហែលជានឹងលែងជិះកង់លើចម្ងាយផ្លូវដ៏ឆ្ងាយបែបនេះទៀតព្រោះដំណើរផ្សងព្រេងមានឧបសគ្គច្រើនហើយលោកតែងតែជំនះវាបានជានិច្ចលោករំលឹកឡើងថាពេលធ្វើដំណើរថ្ងៃដំបូងពីកម្ពុជាក្នុងគោលដៅជិះកង់ដើម្បីកុមារកម្ពុជាអ្វីដែលខ្ញុំបានសន្យាចំពោះអ្នកគ្រប់គ្នាមន្ទីរពេទ្យនិងអ្នកគាំទ្រថាបើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏ខ្ញុំសន្យាថានឹងធ្វើដំណើរឲ្យដល់គោលដៅហើយធ្វើវាឲ្យបានពេលនេះខ្ញុំធ្វើវាបានដោយជោគជ័យហើយខ្ញុំបាននាំរឿងរ៉ាវជាច្រើនពីកម្ពុជាទៅប្រាប់ប្រជាជនដែលខ្ញុំបានជួបពួកគាត់បានសួរខ្ញុំថាខ្ញុំមកពីប្រទេសណាខ្ញុំមានមោទនភាពណាស់ក្នុងការប្រាប់ពួកគេថាខ្ញុំមកពីប្រទេសកម្ពុជាដ៏អស្ចារ្យដែលមានប្រពៃណីទំនៀមទម្លាប់វប្បធម៌អរិយធម៌ខ្ពង់ខ្ពស់ដោយនេះជាឱកាសដែលខ្ញុំបានប្រាប់ទៅដល់ពួកគាត់រៀបរាប់ដល់បទពិសោធន៍រយៈពេល2ឆ្នាំក្នុងបេសកកម្មជិះកង់ឆ្លងទ្វីបឆ្លងកាត់បណ្ដាប្រទេសចំនួន40គឺហោហៀខ្លាំងមែនទែនដែលលោកបានជួបប្រទះរឿងរ៉ាវជាច្រើនលោកចាំបានថាមានពេលមួយនោះដែលលោកបានធ្លាក់ខ្លួនឈឺបៀសនឹងស្លាប់ទៅហើយដោយឧបសគ្គទាំងនោះធ្វើឲ្យលោកនឹកផ្ទះខ្លាំងមែនទែនហើយអារម្មណ៍មួយនេះពិតជាពិបាកពណ៌នាអ្វីបើគោលដៅនៃបេសកកម្មជិះកង់ឆ្លងទ្វីបដើម្បីកុមារកម្ពុជាបានបញ្ចប់ទៅហើយតែគោលដៅនៃការរៃអង្គាសថវិកាឲ្យបាន$25,000សហរដ្ឋអាមេរិកនៅមិនទាន់សម្រេចបាននៅឡើយទេដោយពេលនេះថវិកាដែលទទួលបានពីការបរិច្ចាគបានចំនួន$22,000តែប៉ុណ្ណោះលោកសង្ឃឹមថាពុកម៉ែបងប្អូនប្រជាជនកម្ពុជានឹងបន្តចូលរួមគាំទ្របរិច្ចាគឲ្យបាន$25,000ក្នុងការបញ្ចប់បេសកកម្មនៃគោលដៅជួយដល់កុមារកម្ពុជាក្នុងនោះផងដែរកម្ពុជាអ្នកជិះកង់ផ្សងព្រេងដ៏អស្ចារ្យរបស់កម្ពុជាបានដាក់ផែនការចុងក្រោយដោយគ្រោងនឹងជិះកង់ពីភ្នំពេញទៅសៀមរាបរយៈពេល3ថ្ងៃដើម្បីបញ្ចប់កម្មវិធីនៅទីនោះតែម្ដងផែនការផ្ទាល់ខ្លួនរបស់លោកទីវតារារិទ្ធពេលត្រឡប់មកវិញគឺលោកនឹងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរៀបចំធ្វើដំណើរជិះកង់ពីភ្នំពេញទៅកាន់ខេត្តសៀមរាបបិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីរពេទ្យកុមារអង្គរផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់លោករយៈពេល2ឆ្នាំផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់លោក2ឆ្នាំជាមួយកង់រៀបចំចងក្រងសៀវភៅ2ឆ្នាំគត់ជាមួយកង់ 2 Year on a Bike និងការងារផ្សេងៗដើម្បីផ្ដល់ការគោរពដល់សាធារណជនអ្នកគាំទ្រនិងក្រុមហ៊ុនមួយចំនួនដែលបានសហការនិងគាំទ្របេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា